Bà đây ní chỉ xa môi chỉ biết chun đo nè đây ban trở làm con bà trở làm rì có bằng làm con đấy con cha lúc cha phân bông bố na xong bây ta cha vót cha lúc cha đốt không ai làm được con cọt ở đây rồi mai xong bè cha đó cô quên ta xong bây ta cha đó cô con cha nó có thấy cái lúa rồi cái mình làm đây nhung bát đây bà sân thì họ khơi thế bằng thời son kia mấy bằng cha bông mi lưới son kia đấy bằng hot chứ mà không xoay đâu tăng pin mà xong mình đâu có nét đau ro con mà cha ai cái cho con nó ao bên phụ ấy nhung ngày nhung miền lôi thì phụ ấy đây nhung quạt lạp quạt cột nạ chỉ là cho nhung nhung mà toàn miền mà tập hiệp xong cái tê quạt hai mong vay quạt mà tinh sẽ chụp nhóm mấy quạt từng quỳ nô mà flat đập về màu vĩnh quạt cái nè tinh sẽ chụp nó bay buồn nè đây phần toán tha đang quạt chỉ làm vô con nó đang ấy nhung quạt bàn khơi nhang á hỏi việc của việc ở lôi đây việc cái này ở đây của nạ sẽ cho slap ai nên chăm con tôi nóผมมวยปอนไปเนี่ยนอกเนี่ยเวทเนี่ยนะเบอร์จะล้อมแต่ให้ยาเอาเนี่ยวิ่งป้องโอ้แต่ตอนมวยวิศวกรยังสายโยเฉินนะวิศวกรยังแมนเจตโยเตคือแต่ตอนมวยการศึกษาพลองกดสายโยกดดังปัจจัยกเตะบอกกดชมาล้อជាមោទនភាពជាកិត្តិយសដ៏អស្ចារ្យដែលខ្មែរយើងធ្វើបានរកឃើញឱសថបារាំងព្យាបាលជំងឺមហារីកគ្រប់ប្រភេទនិងជំងឺរ៉ាំរ៉ៃកាចសាហាវផ្សេងឱសថបារាំងសញ្ញាដើមស្រមោចជាផលិតផលនៅក្នុងស្រុកបាទបញ្ជាក់ជូនបងប្អូនផងដែរឥឡូវផ្លែកទៀតដែរយើងធ្លាប់តែឃើញបងប្អូនប្រជាពលរដ្ឋគាត់បាត់ម៉ូតូចោលលួចឆោប្លន់បាត់រថយន្តបាត់ឯកសារមិត្តភ័ក្តិខ្ចីស៊ីដៃអីជាដើមប៉ុន្តែឥឡូវនេះនៅវត្តមាននៅផ្ទះកដាលឃុំផ្ទះកដាលសុកសេនធរខេត្តកំពង់ចាមនេះគឺមិនមែនបាត់រថយន្តឬក៏បាត់ម៉ូតូឬទេហើយក៏មិនមែនបាត់ប្តីឬក៏បាត់ប្រពន្ធមិនមែនបាត់ជ្រូកបាត់មាន់បាត់គោបាត់ទាទេគឺបាត់កង់ណាបងប្អូនណាហើយតើតើបងប្អូនបាត់កង់នេះមិនមែនតែបាត់លំទេគឺបាត់របៀបបន្លំឬក៏ដោយចេតនាឬអចេតនាដែលតាមការលើកឡើងពីគាត់បញ្ជាក់ថាកង់របស់គាត់ហ្នឹងគឺខ្ចីគេទេបាទកង់ហ្នឹងគឺតម្លៃ$100ខ្ចីគេដល់ពេលខ្ចីមកផ្សារស្រាប់តែមកដល់ផ្សារស្រាប់តែកង់ហ្នឹងផ្លាយតែម្ដងដោយសារមិនមែនកង់របស់គាត់ខ្ចីគេហើយកង់ដែលបាត់ហ្នឹងស្រដៀងកង់ហ្នឹងទៀតណាបងប្អូនណាកង់ដែលបាត់ស្រដៀងកង់ហ្នឹងទៀតប៉ុន្តែកង់គេថ្មីជាងបរៃនេះជាសារមួយជំរាបជូនដល់អ្នកដែលបានច្រឡំកង់បាទច្រឡំឬក៏បន្លំអានឹងនិយាយគ្នាច្បាស់ប្រសិនច្រឡំគួរតែយកឲ្យម្ចាស់ដើមវិញប៉ុន្តែប្រសិនបើបន្លំអានោះគឺទោសព្រហ្មទណ្ឌហើយអំពើចោរកម្មឬក៏អំពើរំលោភឬទំនុកចិត្តដោយសារតែយករបស់គេដោយមិនមានការឯកភាពពីភាគីមួយខាងនេះគឺជាបទល្មើសមួយបងប្អូនណាហើយសូមបញ្ជាក់ជូនថ្ងៃនេះថ្ងៃទី26ខែឧសភាឆ្នាំ2026ដែលពួកក្តាមធ្វើការផ្សាយផ្ទាល់នៅទីតាំងនេះចង់ដឹងព័ត៌មានល្បិតយ៉ាងណាពួកក្តាមនឹងបញ្ជាក់ជូនដូចតទៅបាទមានសួរបងស្រីបាទកុំអៀនបងបាយខ្ចីកង់គេមែនបងខ្ញុំខ្ចីកង់គេបាទមើលប្រាប់ឈ្មោះតិចមើលបងដូចអៀនពួកក្តាមហ៎បងអូយបាទអៀនជាងកំមុំ8ដល់10ឆ្នាំទៀតបងប្អូនណាបាទឥឡូវបងឈ្មោះអីបងស្រីបាទខ្ញុំឈ្មោះពុំពុំហើយមកផ្សារនេះខ្ចីកង់គេមែនបងខ្ចីកង់មិញខ្ចីកង់មិញបាទហើយតម្លៃប្រហែលដែរកង់ហ្នឹងមិញគាត់ទិញតម្លៃ400000ហើយឥឡូវនេះពេលដែលជីមកផ្សារហ្នឹងតើបាត់ឬក៏គេបន្លំលក្ខណៈណាមួយបងស្រីបញ្ជាក់តិចមើលបងគេច្រឡំយកទៅគេច្រឡំឬក៏បន្លំគេច្រឡំទេបាទឥឡូវបាត់ត្រង់ពីថ្ងៃណាទេបងបាត់មកសម្ាញ់ពេលម៉ោង8ម៉ោងថ្ងៃសម្ាញ់ថ្ងៃទី25ចន្លោះម៉ោង8ចាបាទកង់ពណ៌អីដែរពណ៌ដូចគ្នាហ្នឹងគ្រាន់ថាកង់នោះថ្មីជាងនឹងតិចពណ៌ដូចគ្នាគ្រាន់តែកង់ថ្មីជាងនឹងតិចប៉ុន្តែអាកង់នេះកន្ទុកឲ្យនេះរៀងចាស់ចាអូអញ្ចឹងមានន័យថាបងស្រីខ្ចីកង់គេទេចាកង់អាចារ្យវត្តចង់កង់អាចារ្យភ្លុកទៀតហ្នឹងអូអាចារ្យភ្លុកឈ្មោះអីបងកង់តាភិនបញ្ជាក់ជូនបងប្អូនដែលច្រឡំកង់បងស្រីយំឲ្យផងព្រោះកង់នេះកង់អាចារ្យភ្លុកអាចារ្យភិនបងប្អូនណាសូម្បីតែអាចារ្យវត្តអាចារ្យភ្លុកអាចារ្យដុតខ្មោចក៏បន្លំដល់កង់គាត់ដែរជួយម៉ែសូម្បីអាចារ្យក៏មែនតាសូម្បីតែអាចារ្យក៏កង់អាចារ្យគាត់ទៅគេលួចឬគេបន្លំដែរខ្ញុំបាទដែរហ្នឹងហើយណាបងប្អូនយើងបាទអញ្ចឹងមានន័យថាបងស្រីដល់ពេលដែលគេច្រឡំអញ្ចឹងបងស្រីយកកង់នេះទៅឲ្យម្ចាស់កង់គេធ្វើអីដែរគាត់មិនថាអីគ្រាន់ថាគេឲ្យយើងរកកង់គាត់អីឃើញអញ្ចឹងណាគេអត់យកគេអត់យកទេចង់នេះហ៎ចង់យកកង់របស់គាត់វិញចាបើសិនតែរកអត់ឃើញទេបងត្រូវសងគេមែនបងចាបងមានលុយសងគេទេបងអត់អញ្ចឹងមិនខំស្វែងរកតាំងពីមកសុំមិញដល់នេះដើររកកង់ហ្មង
ចា បាទហើយសូមបញ្ជាក់ជូនបងប្អូននេះជារឿងមួយសូមបញ្ជាក់ជូននេះគឺជាកង់លក្ខណៈកង់នេះកង់ហើយកង់ដែលបាត់នេះគឺស្រដៀងគ្នាអញ្ចឹងជាសារមួយរួចជូនបងប្អូនណាដែលមកថ្ងៃទី25សមមិញនេះដែលមកទិញទំនិញឬក៏ទិញសម្ភារៈគ្រឿងឧបភោគបរិភោគនៅផ្សារផ្ទះកណ្ដាលបងប្អូនយើងជួយនេះផងបងប្អូនណាជួយយកកង់មកគាត់វិញព្រោះគាត់កង់ខ្ចីអាចារ្យទេអាចារ្យភ្លុកទៀតបងប្អូនបាទបើសិនជាអត់យកឲ្យគាត់វិញទេគឺគាត់ត្រូវតែរ៉ាប់រងសងសំណងកង់គេ$100អាចារ្យណាបងប្អូនណាអាចារ្យខ្មោចអាចារ្យដុតខ្មោចអាចារ្យភ្លុកបងប្អូនយើងបើសិនជាឃើញកង់ឲ្យយកគាត់វិញផងណាបងប្អូនណាឥឡូវបងស្រីចុងក្រោយមានអីសំណូមពរទៅដល់អ្នកដែលយកកង់ច្រឡំនេះបងឲ្យគេយកកង់នឹងមកឲ្យវិញពួកអីខ្ញុំសង្ហាខ្ញុំគ្មានលុយទេពួកអីប្តីខ្ញុំគាត់ស្លាប់គាត់គ្រោះថ្នាក់ចរាចរណ៍អញ្ចឹងខ្ញុំអត់ទាន់មានសមត្ថភាពសងគេទេបាទប្រសិនបើកង់នេះរកឃើញតើបងដាក់ពាក្យបណ្ដឹងទេបងដាក់ដើម្បីអនុវត្តតាមផ្លូវច្បាប់ចាបាទសូមបញ្ជាក់ជូនទៅជនផងដែរថ្ងៃនេះថ្ងៃទី26ខែឧសភាឆ្នាំ2025អញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងឬក៏អ្នកដែលបានច្រឡំកង់សូមយកកង់មកឲ្យគាត់វិញព្រោះគាត់អត់មានសមត្ថភាពសងទេព្រោះកង់តម្លៃ$100នោះហើយខ្ញុំគិតថាតើអ្នកដែលគាត់យកកង់ហ្នឹងតើគាត់ជាចេតនាឬក៏អចេតនាប្រសិនជាអចេតនាត្រូវតែយកកង់មកជូនម្ចាស់គេវិញមកដល់ទីតាំងដដែលហ្នឹងប៉ុន្តែបើចេតនាយកចោះបាទនោះត្រូវរងបណ្ដឹងមានសួរបងស្រីបងស្រីអ្នកលក់សាច់ជ្រូកបងហ៎ចាហើយសូមមិញឃើញគាត់បាត់កង់នៅទីតាំងនេះនៅចន្លោះម៉ោងប៉ុន្មានទេបងគាត់ប្រហែលម៉ោង8គាត់មកទិញសាច់ជ្រូកខ្ញុំហើយគាត់ទៅអង្គុយនំមួយផ្លែតដល់ពេលមកវិញគាត់គេអ្នកទិញសាច់ជ្រូកហ្នឹង3-4នាក់ដែរប៉ុន្តែថាដឹងគាត់ច្រឡំយកកង់ហ្នឹងដឹងអីខ្ញុំក៏អត់បានឃើញអញ្ចឹងណាហើយវាក៏វាអត់លុយដែរវាគ្នាប្តីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយនៅចាំកូនទូចហ្នឹង6-7-8នាក់នោះគ្នាវេទនាណាបើច្រឡំទៅហើយយកឲ្យគ្នាវិញផងគ្នាអត់យកអានឹងទៅឲ្យគេវិញគេអត់យកទេគេដឹងឲ្យយកលុយ100ហើយគ្នាបានព្រឹកខ្វល់ល្ងាចទេអត់មានលុយទេចឹងបើបានច្រឡំទៅហើយយកមកឲ្យគាត់វិញមកអាណិតគាត់ខ្ញុំមានតែប៉ុណ្ណឹងបាទអរគុណណាបងស្រីអ្នកលក់អញ្ចឹងបងស្រីមានទំនួលខុសត្រូវព្រោះសិតតែម៉ួយគាត់ហើយបងប្អូនណាសិតតែម៉ួយមកទិញសាច់ជ្រូកទិញសាច់ជ្រូកខ្ញុំ5000ទេពីសម័យហ្នឹងបាទហើយពិនភៀមខាងម្នាក់ទៀតដែលច្រឡំកង់បងស្រីមានស្គាល់5នាក់ដែរខ្ញុំជួយរងងាកមិញដល់ម៉ោង9យប់គេសួរខ្ញុំទៅសួរគេនៅអូលាវផងគុំក្រមផងខ្ញុំជួយសួរឲ្យគាត់វិញប៉ុន្តែវាអត់ឃើញអូបាទចាព្រោះខ្ញុំអត់ចាំដែរព្រោះមនុស្សទិញហ្នឹងចាញ់ចោលដែរបាទចាអញ្ចឹងខ្ញុំជួយគាត់ហ្នឹងក៏ជួយដែរប៉ុន្តែជួយរត់ឃើញអញ្ចឹងបើអ្នកបានឃើញហើយច្រឡំទៅហើយយកមកឲ្យគាត់វិញមកគាត់ក៏មិនចោទប្រកាន់ថាអ្នកឯងលួចដែរនេះការយល់ច្រឡំគាត់ច្រឡំទេអរគុណបងស្រីនឹងការចូលរួមដែលសូមបញ្ជាក់ជូនបងប្អូនម្ដាយយើងសង្ឃឹមថាអ្នកដែលលួចកង់ឬក៏បន្លំឬក៏យកដោយចេតនាដែលអចេតនាសូមយកកង់មកឲ្យម្ចាស់វិញប្រសិនបើមិនយកមកវិញទេនោះនឹងរងបណ្ដឹងពីបទរំលោភលោកចិត្តឬក៏បទចោរកម្មផងដែរឱកាសនេះរាយការណ៍ដោយខ្ញុំបាទពូក្តាមនៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2026ផ្សាយចេញពីផ្សារផ្ទះកណ្ដាលឃុំផ្ទះកណ្ដាលស្រុកស្រីសន្ធរទៅនៅខេត្តកំពង់ចាមជាមោទនភាពជាកិត្តិយសដ៏អស្ចារ្យដែលខ្មែរយើងធ្វើបានរកឃើញឱសថបារាំងព្យាបាលជំងឺមហារីកគ្រប់ប្រភេទនិងជំងឺរ៉ាំរ៉ៃកាចសាហាវផ្សេងឱសថបារាំងសញ្ញាដើមស្រមោចជាផលិតផលនៅក្នុងស្រុកអូតើតើមួយវិស្វករយើងស្វែងរកច្រើនណាវិស្វករយើងមិនចេះតែយកទេគឺតើតើមួយការសិក្សាប្លង់គាត់ស្វែងយល់គាត់ដឹងបច្ចេកទេសរបស់គាត់ច្បាស់លាស់